កាលណាបើយើងមាននៅការខឹងច្រើនស្អប់ច្រើនចងពៀគ្នាច្រើនគុំគួនច្រើនហ្នឹងជីវិតរបស់យើងរស់នៅអត់សុខទេជីវិតរបស់យើងហ្នឹងគឺពោពេញទៅដោយកង្វល់ខ្វល់ខ្វាយគ្រប់ពេលវេលាកាលណាបើយើងស្អប់ច្រើនខឹងច្រើនទុករបស់យើងហ្នឹងគឺកើតឡើងស្អប់ពេលណាទុកកើតឡើងពេលហ្នឹងជីវិតរបស់យើងគឺខ្វល់ខ្វាយពេលហ្នឹងតែម្ដងបើយើងស្អប់គ្រប់ពេលវេលាការខ្វល់ខ្វាយក្នុងចិត្តរបស់យើងហ្នឹងក៏គ្រប់ពេលវេលាស្អប់គុំគុននៅកន្លែងណាខ្វល់ខ្វាយនៅកន្លែងនោះទាំងអស់នេះគឺជាទស្សនវិជ្ជាជីវិតពេលខ្លះគឺប្រៀបបានដូចជាក្បួនច្បាប់នៃការរស់នៅក្នុងសង្គមរបស់យើងផងដែរការស្អប់ច្រើនគឺហាក់បីដូចជាយើងកំពុងតែមានកំហឹងចងពៀនៅក្នុងចិត្តរបស់យើងពេលនោះគឺហាក់បីដូចជាយើងនឹងកំពុងតែទទួលបើកចិត្តទទួលយកនៅភាពស្អប់ខ្ពើមការខឹងការចងគំនុំឬក៏ជាការមិនពេញចិត្តចំពោះមនុស្សណាម្នាក់ពេលខ្លះយើងឈានទៅដល់ការមិនពេញចិត្តឬក៏មិនទទួលយកមិនទទួលស្គាល់ទៅនឹងបរិស្ថានដែលរស់នៅជុំវិញខ្លួនយើងនោះចិត្តរបស់យើងខ្ញុំគិតថាប្រកាសណាគឺកំពុងតែរស់នៅក្នុងសេចក្តីខ្វល់ខ្វាយគឺរសាប់រសល់កាលណាបើយើងមិនពេញចិត្តហើយវាទៅតែម្ដងចិត្តរបស់យើងគឺទៅគ្រប់ទីកន្លែងដូច្នេះកាលណាបើយើងបង្កើននៅសេចក្តីស្អប់ខ្ពើមច្រើនបែបនេះប៉ុន្តែដែលខ្ញុំបានជម្រាបនៅខាងលើអញ្ចឹងគឺនាំមកនៅការຕົកកង្វល់ខ្វល់ខ្វាយការព្រួយបារម្ភច្រើននៅក្នុងជីវិតរបស់យើងហាក់បីដូចជាការប្រសពប្រដេញដោយការឈឺចាប់របស់យើងនឹងតែម្ដងដូច្នេះផលនៃការចងគំនុំគុំគួនការស្អប់គេស្អប់គ្នាទៅវិញទៅមកហ្នឹងគឺផលរបស់វាហ្នឹងគឺចូលមកបំផ្លាញសេចក្តីសុខសន្តិភាពនៅក្នុងចិត្តរបស់យើងនឹងតែម្ដងយើងដឹងហើយថាប្រសិនបើយើងរស់នៅក្នុងសង្គមកាលណាបើយើងបាត់បង់សន្តិភាពនៅផ្លូវចិត្តរបស់យើងឈានទៅដល់ការបាត់បង់នៅសន្តិភាពទៅនឹងមនុស្សដែលនៅជុំវិញខ្លួនយើងផងដែរបើយើងជាអ្នកធំដែរយើងជាអ្នកដឹកនាំគឺប៉ុន្តែគឺមិនបានផ្ដល់នៅសន្តិភាពល្អពេញលេញទៅកាន់សង្គមរបស់យើងនឹងទេដូច្នេះនៅពេលដែលយើងមិនពេញចិត្តឬក៏ចងគំនុំដោយការខឹងស្អប់ប៉ុន្តែខ្ញុំជឿថាយើងមិនអាចគេងលក់ស្រួលបានឡើយសូម្បីតែពេលខ្លះហ្នឹងក៏មិនអាចញ៉ាំបាយឆ្ងាញ់ផងដែរយើងតែងតែរស់នៅក្នុងអារម្មណ៍មួយគឺអារម្មណ៍ខ្វាយខ្វល់អារម្មណ៍ហាក់បីដូចជាមានដុំភ្លើងមួយកំពុងតែដុតកម្លោចផ្លូវចិត្តរបស់យើងហ្នឹងមិនឲ្យយើងរស់នៅបានស្រួលការគុំគួនការប្រៀបធៀបការចង់ឈ្នះចាញ់គ្នាទៅវិញទៅមកហ្នឹងគឺតែងតែបង្កើនឲ្យមាននៅសម្ពាធផ្លូវចិត្តរបស់យើងនឹងធ្ងន់ធ្ងរផងដែរទាំងនេះហើយដែលខ្ញុំបានលើកឡើងខាងលើហ្នឹងផ្ដល់ផលមកឲ្យយើងហ្នឹងគឺឲ្យយើងហ្នឹងរស់នៅក្នុងសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយច្រើននៅក្នុងចិត្តហាក់បីដូចជាយើងហ្នឹងអត់មានពេលសម្រាកទេពេញមួយថ្ងៃតែម្ដងដូច្នេះគ្រាន់តែយើងគុំគុនតែ1វិនាទីបង្កើនឲ្យមាននៅកង្វល់អស់រាប់ពេលជាច្រើនម៉ោងអាចឈានដល់ទៀតថ្ងៃផងដែរហើយបើសិនជាយើងប្រើប្រាស់នៅកំហឹងរបស់យើងកាន់តែខ្លាំងបញ្ចេញនៅសកម្មភាពអាចបង្កឲ្យមាននៅគ្រោះថ្នាក់ហើយអាចបង្កើតឲ្យមាននៅពីបដិសារីពេញមួយជីវិតផងដែរដូច្នេះយើងរៀនអប់រំចិត្តឲ្យបានល្អរៀនប្រើប្រាស់ពាក្យសម្ដីរៀនប្រើប្រាស់កាយវិការរៀនប្រើប្រាស់ផ្លូវចិត្តរបស់យើងនឹងឲ្យរៀនអប់រំផ្លូវចិត្តរបស់យើងនឹងឲ្យឆ្ពោះទៅរកផ្លូវមួយគឺសន្តិភាពកាលណាបើយើងចិត្តរបស់យើងមានសន្តិភាពហើយមនុស្សដែលរស់នៅជុំវិញខ្លួនយើងនឹងក៏បានសុខសាន្តផងដែរកាលណាបើយើងជាអ្នកដឹកនាំកាលណាបើផ្លូវចិត្តរបស់យើងមានសន្តិភាពហើយសង្គមជាតិរបស់យើងនឹងក៏រស់នៅបានសុខសាន្តផងដែរដូច្នេះសូមយើងចងចាំថាការណាដែលយើងស្អប់អ្នកដទៃគុំគួនគេស្អប់គេមើលងាយគេគឺជាការប្រគល់នៅសោដែលអាចចាក់បើកនៅប្រភពមាសដែលខ្ញុំបានសូមលើកឡើងថាអាចជាដុំមាសដែលយើងបានទុកនៅក្នុងចិត្តនៅពេលដែលយើងយកកំហឹងភ្លើងកំហឹងមកដាក់នៅក្នុងចិត្តហាក់បីដូចជាឲ្យសោហ្នឹងទៅគេកាន់រួចគេចាក់យកនៅសេចក្តីសុខយកទៅបាត់ទៅនេះខ្ញុំចង់បានន័យថាហាក់បីដូចជាយើងនឹងប្រគល់សេចក្តីសុខឲ្យអ្នកដទៃអញ្ចឹងព្រោះយើងកំពុងតែបាត់បង់នៅសេចក្តីសុខសន្តិភាពក្នុងចិត្តកាលណាពេលយើងបាត់បង់ហាក់បីដូចជាយើងនឹង
យកសន្តិភាពទាំងអស់នេះប្រគល់ឲ្យអ្នកដទៃកាន់ដូច្នេះសូមយើងកុំប្រើប្រាស់ពេលវេលាដ៏មានតម្លៃនៅក្នុងជីវិតរបស់យើងហ្នឹងទៅសន្សំភ្លើងគំនុំនៅក្នុងចិត្តអីសូមយើងទាំងអស់គ្នាហ្នឹងរៀនចេះអភ័យទោសណាកាលណាបើយើងចេះអធ្យាស្រ័យចេះយោគយល់ឲ្យគ្នាទៅវិញទៅមកការធ្វើទាំងអស់នេះគឺមិនមែនដើម្បីនរណាទេគឺធ្វើដើម្បីឲ្យខ្លួនឯងហ្នឹងរួចផុតអំពីសេចក្តីទុក្ខកង្វល់ដែលខ្ញុំបានជម្រាបខាងលើចឹងថារៀនចេះដោះលែងណាដើម្បីចិត្តរបស់យើងហ្នឹងស្រស់បំប្រងពិភពលោកនេះគឺធំទូលាយណាស់បើយើងចិត្តចង្អៀតចង្អល់គឺពិបាករស់នៅក្នុងសង្គមសូមយើងរៀនដោះលែងខ្លួនឯងហ្នឹងឲ្យរួចផុតអំពីទុក្ខកង្វល់ការខ្វល់ខ្វាយគេមិនលក់បាយមិនឆាញ់ទាំងអស់នោះនេះគឺជាការរៀនដោះលែងដោយមេត្តាសេចក្តីករុណាការអាណិតស្រឡាញ់ចំពោះគ្នាទៅវិញទៅមកដូច្នេះបើយើងចង់បានសេចក្តីសុខចង់បានជីវិតរបស់យើងនឹងឲ្យស្រាលស្រឡះសូមយើងទាំងអស់គ្នានឹងរៀនចែករំលែកនៅក្តីស្រឡាញ់និងមានមេត្តាចំពោះគ្នាទៅវិញទៅមកឲ្យបានច្រើនព្រោះកាលណាបើយើងមាននៅសេចក្តីស្រឡាញ់រាប់អានច្រើនពេលណាសេចក្តីសុខនឹងមានពេលនោះសន្តិភាពក៏កើតឡើងនៅពេលនោះដូចគ្នាកាលណាបើយើងទទួលបាននៃការលះបង់រៀនលះបង់រៀនដោះលែងរៀនចាអភ័យទោសច្រើនពេលណាចិត្តរបស់យើងហ្នឹងគឺស្រាលនៅពេលហ្នឹងដូចគ្នាបាយខ្វល់អារម្មណ៍ហាក់បីដូចជាមានដុំភ្លើងមួយកំពុងតែដុតកម្លោចផ្លូវចិត្តរបស់យើងហ្នឹងមិនឲ្យយើងរស់នៅបានស្រួលការគុំគួនការប្រៀបធៀបការចង់ឈ្នះចាញ់គ្នាទៅវិញទៅមកហ្នឹងគឺតែងតែបង្កើនឲ្យមាននៅសម្ពាធផ្លូវចិត្តរបស់យើងនឹងធ្ងន់ធ្ងរផងដែរទាំងនេះហើយដែលខ្ញុំបានលើកឡើងខាងលើហ្នឹងផ្ដល់ផលមកឲ្យយើងហ្នឹងគឺឲ្យយើងហ្នឹងរស់នៅក្នុងសេចក្តីទុក្ខកង្វល់ខ្វល់ខ្វាយច្រើននៅក្នុងចិត្តហាក់បីដូចជាយើងហ្នឹងអត់មានពេលសម្រាកទេពេញមួយថ្ងៃតែម្ដងដូច្នេះគ្រាន់តែយើងគុំគុនតែ1វិនាទីបង្កើនឲ្យមាននៅកង្វល់អស់រាប់ពេលជាច្រើនម៉ោងអាចឈានដល់ជាថ្ងៃផងដែរហើយបើសិនជាយើងប្រើប្រាស់នៅកំហឹងរបស់យើងកាន់តែខ្លាំងបញ្ចេញនៅសកម្មភាពអាចបង្កឲ្យមាននៅគ្រោះថ្នាក់ហើយអាចបង្កើតឲ្យមាននៅពីបដិសារីពេញមួយជីវិតផងដែរដូច្នេះយើងរៀនអប់រំចិត្តឲ្យបានល្អរៀនប្រើប្រាស់ពាក្យសម្ដីរៀនប្រើប្រាស់កាយវិការរៀនប្រើប្រាស់ផ្លូវចិត្តរបស់យើងនឹងឲ្យរៀនអប់រំផ្លូវចិត្តរបស់យើងនឹងឲ្យឆ្ពោះទៅរកផ្លូវមួយគឺសន្តិភាពកាលណាបើយើងចិត្តរបស់យើងមានសន្តិភាពហើយមនុស្សដែលរស់នៅជុំវិញខ្លួនយើងនឹងក៏បានសុខសាន្តផងដែរកាលណាបើយើងជាអ្នកដឹកនាំកាលណាបើផ្លូវចិត្តរបស់យើងមានសន្តិភាពហើយសង្គមជាតិរបស់យើងនឹងក៏រស់នៅបានសុខសាន្តផងដែរដូច្នេះសូមយើងចងចាំថាការណាដែលយើងស្អប់អ្នកដទៃគុំគួនគេស្អប់គេមើលងាយគេគឺជាការប្រគល់នៅសោដែលអាចចាក់បើកនៅប្រភពមាសដែលខ្ញុំបានសូមលើកឡើងថាអាចជាដុំមាសដែលយើងបានទុកនៅក្នុងចិត្តនៅពេលដែលយើងយកកំហឹងភ្លើងកំហឹងមកដាក់នៅក្នុងចិត្តហាក់បីដូចជាឲ្យសោហ្នឹងទៅគេកាន់រួចគេចាក់យកនៅសេចក្តីសុខយកទៅបាត់ទៅនេះខ្ញុំចង់បានន័យថាហាក់បីដូចជាយើងនឹងប្រគល់សេចក្តីសុខឲ្យអ្នកដទៃអញ្ចឹងព្រោះយើងកំពុងតែបាត់បង់នៅសេចក្តីសុខសន្តិភាពក្នុងចិត្តកាលណាពេលយើងបាត់បង់ហាក់បីដូចជាយើងនឹងយកសន្តិភាព